តោះនាំគ្នាមកធ្វើប្រហុកឆាគ្រឿងជាមួយខ្ញុំម្ហូបនេះខ្ញុំហៅឈ្មោះអញ្ចឹងតែបើបងប្អូនហៅអីផ្សេងអានឹងខ្ញុំអត់ដឹងដែរនេះនៅក្នុងជ្រុញខ្ញុំនេះគឺមានសាច់ជ្រូកជ្រាំមានប្រហុកបន្តិចមកមានម្ទេសឆ្អើរមានស្ករសប៊ីចេងហើយនិងម្សៅម្ជូរបងប្អូនយើងច្រាំវាឲ្យចូលជាតិគ្នាហើយយើងដាក់ខ្លាញ់ក្នុងខ្ទះនេះឲ្យច្រើនឆាគ្រឿងប្រហុកនេះគឺត្រូវការខ្លាញ់ច្រើនខ្ញុំភ្លេចប្រាប់បងប្អូននៅក្នុងគ្រឿងខ្ញុំច្រាំមិញហ្នឹងគឺមានគល់ក្រៃបុកយើងខ្ញុំដាក់មកបន្តិចដែរមកសាភីយើងណាបងប្អូនអត់ដាក់ច្រើនទេហើយយើងយកទៅច្រាំជាមួយប្រហុកជាមួយគ្រឿងផ្សំដែលខ្ញុំនិយាយមុនហ្នឹងគឺមានប៊ីចេងស្ករសម្សៅម្ជូរប្រហុកនិងសាច់ជ្រូកហើយនឹងគ្រឿងយើងបុកហ្នឹងមកបន្តិចទៅណាបងប្អូនច្រាំចូលគ្នាហើយហ្នឹងខ្ញុំយកខ្លាញ់ដាក់លើខ្ទះឲ្យច្រើនដូចបងប្អូនឃើញមុនហ្នឹងអញ្ចឹងហើយយើងដាក់សាច់ដែលយើងច្រាំហ្នឹងដាក់ចូលហើយបងប្អូនឃើញសនេះអាហ្នឹងស្បែកជ្រូកបងប្អូនខ្ញុំអត់ច្រាំដាច់ដល់អញ្ចឹងខ្ញុំហាន់វាអញ្ចឹងយើងយកមកដាក់ទៅមានដុំណាហើយប្រហុកឆាគ្រឿងនេះវាអត់ប្រើអីគេអ្នកខ្លះគេប្រើគ្រាប់ពុតញងអីនោះណាខ្ញុំអត់ប្រើទេអញ្ចឹងហើយបានខ្ញុំហៅប្រហុកនេះថាប្រហុកឆាគ្រឿងដោយសារខ្ញុំទី1អត់ប្រើខ្ទិះដូងទី2ខ្ញុំអត់ប្រើគ្រាប់បន្លែអីដាក់ចូលក្នុងហ្នឹងណាបងប្អូនហើយខ្ញុំធ្វើបែបនេះបងប្អូនខ្ញុំទុកបានយូរប្រហុកហ្នឹងទុកបានយូរណាស់ហើយយើងយកមកញ៉ាំរសជាតិអត់ផ្លាស់ប្ដូរនៅដដែលអញ្ចឹងបងប្អូនតែខ្ញុំធ្វើប៉ុណ្នេះណាបងប្អូនអត់បានតែមួយថ្ងៃហ្នឹងគឺអស់ហើយផ្ទះខ្ញុំញ៉ាំតែប្តីខ្ញុំហើយខ្ញុំទេអញ្ចឹងតែ2នាក់បងប្អូនគិតមើលហើយចុងក្រោយនេះយើងដាក់ថែមស្លឹកក្រូចបងប្អូនមានស្លឹកក្រូចស្រស់ច្រើនប៉ុណ្ណាណាកាន់ល្អកាន់ហ្នឹងសម្រាប់ខ្ញុំចូលចិត្តណាស់ឲ្យតែតាក់តងប្រហុកខ្ញុំប្រើស្លឹកក្រូចច្រើនណាហើយម្ទេសអីនេះគឺរបស់ខ្ញុំដាំក្រោយផ្ទះខ្ញុំកាលពីខែក្តៅណាដល់ហើយយើងដាក់កកទៅឥឡូវយើងយកមកប្រើវាបងប្អូនអរគុណណាស់ដែលតាមដានវីដេអូរបស់ខ្ញុំបើខ្ញុំនិយាយខុសឆ្គងអីសូមកុំប្រកាន់អរគុណច្រើនជម្រាបលា